ស្ត្រីនោះបានមកគ្រាន់តែដើម្បីយកឯកសារមួយមកប៉ុន្តែនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនាយកប្រតិបត្តិដ៏សង្ហារូបនេះខ្លងអ្នកដែលត្រូវបានកាត់គាត់ភ្លេចឧបករណ៍ជំនួយការស្ដាប់របស់គាត់ហើយបានប្រាប់នាងឲ្យមកកាន់តែខិតជិតស្ត្រីនោះបានផ្អៀងចូលទៅជិតហើយកាន់តែជិតរហូតដល់បូមាត់របស់ពួកគេស្ទើរតែប៉ះពាល់ប៉ុន្តែបុរសនោះនៅតែអង្រួនក្បាលគាត់មិនអាចជានាងទេនៅពេលនោះជំនួយការបានស្ទុះចូលមកហើយស្រែកពីខាងក្រៅពីចម្ងាយនាយកប្រតិបត្តិបុរសនោះក្រហមត្រឡប់មកវិញរក្សាសំឡេងរបស់អ្នកចុះជំនួយការបានឈប់បន្ទាប់មកបានប្រគល់ឧបករណ៍ជំនួយការស្ដាប់យ៉ាងលឿនប៉ុន្តែនៅវិនាទីបន្ទាប់គាត់បានដឹងថាគាត់អាចនឹងមានបញ្ហាជាមួយឧបករណ៍ដែលបើកបុរសនោះបានសួរថាហេតុអ្វីបានជានាងមកស្ត្រីនោះបាននិយាយថាដោយក្លាហាននាងមានផែនការមួយដើម្បីដណ្ដើមយកគម្រោងដែលបាត់បង់មកវិញបុរសនោះបានអានវាហើយសរសើរវាថាអស្ចារ្យប៉ុន្តែគាត់រំលឹកនាងពីការជួបអតិថិជនគឺជារបស់នាងការងាររបស់នាយកដ្ឋាននិងអ្នកដែលបានឃើញវគ្គដំបូងដឹងពីល្បិចកលរបស់នាងអ្នកត្រួតពិនិត្យនឹងមិនដែលអនុញ្ញាតឲ្យនាងទៅណាឡើយស្ត្រីរូបនោះបានសារភាពថានាងមិនមានសិទ្ធិចូលទៅកាន់អតិថិជនប៉ុន្តែនាងជឿជាក់លើផែនការរបស់នាងហើយសង្ឃឹមថាបុរសនោះអាចណែនាំនាងបានដោយឃើញនាងមានទំនុកចិត្តបុរសនោះក៏យល់ព្រមមិនយូរប៉ុន្មានស្ត្រីនោះបានមកដល់អតិថិជនអាគារប៉ុន្តែត្រូវបានរារាំងដោយខ្យល់ដ៏សម្បូរបែបដែលគាត់បាននិយាយថាអាចរក្សានាងបានដូច្នេះនាងមិនចាំបាច់ធ្វើការទេស្ត្រីនោះមិនអើពើនឹងគាត់រហូតដល់គាត់ស្រែកថា30លានក្នុងមួយខែសម្រាប់នាងមិត្តភ័ក្តិបាននិយាយទាំងភ្ញាក់ផ្អើលនាងប្រកាសជាឈួតហើយបដិសេធអ្នកមានដែលញឹមដោយខ្យល់ជា3វិនាទីដែលនាងនឹងត្រឡប់មកវិញគាត់បានរាប់123និងស្ត្រីពិតជាងាកមកផ្ទះកំភ្លៀងគាត់យ៉ាងលំបាកហើយដើរចេញដោយគ្មានសម្លឹងមើលមិនយូរប៉ុន្មាននាងបានជួបជាមួយបុរសនោះប៉ុន្តែខ្យល់ដ៏សម្បូរបែបបានដើរតាមមកហើយចាប់ផ្ដើមសម្លឹងមើលនាងបុរសនោះទាញនាងមកអបហើយបានអះអាងយ៉ាងក្លាហានថានាងជាស្ត្រីរបស់គាត់ស្ត្រីនៅលីវអស់រយៈពេល25ឆ្នាំបានបង្កក់ហើយភាពអាម៉ាស់ប៉ុន្តែក្រុមចៅនៅតែបន្តចំអកឲ្យនាងបន្ទាប់មកនាយកប្រតិបត្តិវីចៅម្នាក់ឲ្យដួលលើដីម្នាក់មុតស្រួចមើលទៅហើយអ្នកដទៃទៀតបានរត់គេចខ្លួនដើម្បីជីវិតរបស់ពួកគេបន្ទាប់មកគាត់បានវាយបំបែកបន្ទះកញ្ចក់ដោយរបស់គាត់ក្បាលចៅនោះបានអង្វរសុំសេចក្តីមេត្តាករុណាប៉ុន្តែបុរសនោះបានបញ្ឈប់គាត់ហើយទាមទារសំណងចៅនោះភ័យស្លន់ស្លោវីគាត់ពេញខ្លួនកាបូបលុយហើយរត់គេចខ្លួនស្ត្រីនោះហៀបនឹងសូមអរគុណនាយកប្រតិបត្តិប៉ុន្តែក៏សូមអរគុណដៃគូអាជីវកម្មផងដែរមកដល់ហើយពួកគេបានប្រកាសដោយត្រជាក់ថាពួកគេបានជ្រើសរើសក្រុមហ៊ុនមួយផ្សេងទៀតសម្រាប់គម្រោងបុរសនោះអង្គុយចុះដោយស្ងប់ស្ងាត់ដោយនិយាយថាគាត់នឹងមិនបង្ខំពួកគេទេប៉ុន្តែគាត់ចង់ឲ្យពួកគេឃើញមួយសំណើថ្មីពីបុគ្គលិករបស់គាត់ក្រឡេកមើលមួយផ្លែតហើយដៃគូមិនអាចនៅស្ងប់បានទេវាគឺជាពិតជាអ្វីដែលពួកគេបានស្រមៃចង់បានស្ត្រីនោះបានបង្ហាញដោយទំនុកចិត្តហើយមិនយូរប៉ុន្មានក្រុមហ៊ុនទាំងមូលបានប្រារព្ធពិធីដ៏ធំឈ្នះប៉ុន្តែអ្នកត្រួតពិនិត្យឲ្យផែនការបានត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្កបញ្ហាម្ដងទៀតនាងបានប្រញាប់ប្រញាល់ចូលទៅក្នុងការិយាល័យរបស់នាយកប្រតិបត្តិហើយចាប់ផ្ដើមនិយាយបង្ខូចស្ត្រីនោះបុរសនោះបានកាត់ចេញទៅដោយនិយាយថានាងមិនចាំបាច់ធ្វើការទេនៅទីនេះទៀតហើយនាងបានបញ្ចុះសពដ៏អស្ចារ្យមួយសំណើហើយឥឡូវនេះហ៊ាននិយាយដើមគេបន្ទាប់មកអ្នកត្រួតពិនិត្យបានទម្លាក់គ្រាប់បែកមួយគ្រាប់និយាយថាស្ត្រីនោះកំពុងមានទំនាក់ទំនងស្នេហាជាមួយនាងបានអះអាងថានាយកប្រតិបត្តិក្រុមហ៊ុនម្នាក់នោះជាហេតុអ្វីបានជាស្ត្រីនោះបានទៅដល់ជួបជាមួយអតិថិជននិងអ្នកឧបត្ថម្ភដែលហៅថាខ្លួននាងជំនួយការនាយកប្រតិបត្តិកំពុងជួសជុលនៅក្រោមតូអ្វីមួយគាត់បានឈប់ស្ដាប់រឿងនេះហើយស្រែកថាគាត់គ្មានទោសបុរសនោះបន្ទាប់មកបាននិយាយថាគាត់ជាអ្នកដែលគ្រប់គ្រងស្ត្រីម្នាក់ពេញមួយជីវិតអ្នកត្រួតពិនិត្យបានដឹងខ្លួននាងបានធ្វើខុសជាមួយមនុស្សខុសបានសុំទោសយ៉ាងរហ័សហើយរត់គេចខ្លួនធ្វើការស្ត្រីនោះបានរងចាំនៅជាន់ក្រោមនាងបានប្រគល់ប្រអប់អំណោយទៅបុរសនោះរួចថ្លែងអំណរគុណគាត់សម្រាប់ជំនួយរបស់គាត់ប៉ុន្តែបុរសនោះធ្ងន់ធ្ងរដូចធ្លាប់មានច្បាប់ក្រុមហ៊ុនហាមឃាត់ការផ្ដល់ឲ្យអំណោយដល់ចៅហ្វាយរបស់អ្នកប៉ុន្តែមួយវិនាទីបន្ទាប់គាត់ចាប់យកប្រអប់អំណោយដោយខ្លាចស្ត្រីនោះអាចនឹងយកវាមកវិញគាត់បានដើរចេញទៅឆ្មើងឆ្មៃហើយពេញចិត្តអ្នកបើកបរបានទៅដល់ប្រអប់នោះប៉ុន្តែបុរសនោះបានបញ្ឈប់គាត់ដោយស្អប់ខ្ពើមបន្ទាប់មកគាត់បានបើកវាញឹមដូចជាក្មេងជំទង់ម្នាក់ដែលកំពុងមានស្នេហាមនុស្សគ្រប់គ្នាដឹងនេះជាអំណោយអរគុណរបស់នាងបន្ទាប់ពីនាងគម្រោងនេះបានសម្រេចល្អនៅក្នុងកិច្ចប្រជុំនេះប៉ុន្តែជាក់ស្ដែងអំណោយនេះមានន័យច្រើនចំពោះគាត់ព្រឹកបន្ទាប់គាត់បានទូរស័ព្ទទៅជំនួយការរបស់គាត់ដោយប្រញាប់ប្រញាល់សួរថាហេតុអ្វីបានជាស្ត្រីនោះយកចាក់ចេញម្ដាយរបស់នាងកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យហើយនាងបានទៅមើលថែនៅថ្ងៃដែលមានព្រើធ្លាក់នោះស្ត្រីនោះបានរអិលដួលចុះពីឡានក្រុងប្រអប់អាហារថ្ងៃត្រង់របស់នាងសម្រាប់នាងម្ដាយត្រូវបានបណ្ដេញចេញដោយមនុស្សចម្លែកទាំងពីរដែលរងរបួសនាងគ្មានទីពឹងនៅក្នុងព្រើបន្ទាប់មកសម្លេងដែលធ្លាប់ស្គាល់បានបន្លឺឡើងសម្លេងជើងបុរសនោះបានលេចចេញមកជាមួយឆាត់គាត់បានលើកនាងឡើងក្នុងដៃរបស់គាត់ដូចជាពួកគេជាគូស្នេហ៍មិនយូរប៉ុន្មាននាងរបួសត្រូវបានរុំដោយបងរុំហើយបុរសនោះបានជួលគិលានុបដ្ឋាយិកាសម្រាប់ម្ដាយរបស់នាងបន្ទាប់មកម្ដាយរបស់នាងបានហៅតាមវីដេអូស្ត្រីនោះបានធ្វើសំណើសុំស្ងាត់ឈឹងធ្វើពុតជាគ្មានអ្វីកាត់ឡើងប៉ុន្តែម្ដាយដែលមានភ្នែកមុតស្រួចរបស់នាងបានកត់សម្គាល់ឃើញថានាងមិននៅផ្ទះទេនាងបានកុហកយ៉ាងរហ័សហើយជំរុញឲ្យម៉ាក់របស់នាងឲ្យសម្រាកធីម៉ានបានសួរថាហេតុអ្វីបានជានាងលាក់ខ្លួនការពិតហើយនាងបាននិយាយដោយចៃដន្យវាចេញប្រសិនបើម្ដាយរបស់នាងដឹងថានាងនៅក្នុងរបស់គាត់នៅផ្ទះនាងបានលោតចេញពីគ្រែហើយខឹងយ៉ាងខ្លាំងបន្ទាប់មកបុរសនោះបានបង្រួញភ្នែកចុះរបស់អ្នកវិញប្រុសសង្ហាសាច់ដុំចង់ចំណងលុះត្រាតែបែបនោះនាងចាំទេថានាងធ្លាប់បង្ហាញរបស់คล้ายៗមួយរូបថតដើម្បីកុហកអំពីការមានមិត្តប្រុសក្រោមការសួរចម្លើយរបស់គាត់នាងបានសារភាពដោយឆ្គងគឺជារឿងស្នេហាសម្ងាត់មួយនាងបានងាកចេញប៉ុន្តែបុរសនោះបានទាញនាងត្រឡប់មកវិញនៅទីនេះសិនព្យាបាលជាមុនសិនគាត់បានបោះជំហានចូលទៅចិត្តហើយកាន់តែចិត្តហើយស្ត្រីនោះនៅលីវរយៈពេល25ឆ្នាំហើយមិនអាចទ្រាំទ្រនឹងកម្ដៅបានរវាងពួកគេ